ម្ចាស់ផ្ទះជួលជាច្រើនគិតថាចំណូលនៅតែដដែលទោះជាប្រមូលថ្ងៃណាឬក៏យឺតបន្តិចបន្តួចក៏មិនថ្មីប៉ុន្តែការពិតពុំដូច្នេះឡើយគាត់កំពុងតែធ្វើឲ្យបាត់បង់ប្រាក់ចំណូលដោយមិនដឹងខ្លួនអ្នកជួលខ្លះស្នើសុំបង់យឺតអ្នកជួលខ្លះស្នើសុំបង់ខ្លះជំពាក់ខ្លះអ្នកជួលខ្លះមិនទាន់មកទូទាត់ប្រសិនបើមួយឬពីរបន្ទប់វាហាក់ដូចជាមិនថ្មីប៉ុន្តែប្រសិនបើយកចំនួនបន្ទប់ទាំងអស់គុណនឹងចំនួនខែក្នុងមួយឆ្នាំចំនួនសរុបនោះហើយគឺជាចំណូលដែលអ្នកបាត់បង់ជារៀងរាល់ឆ្នាំទាំងនេះមិនមែនជាបញ្ហារបស់លោកអ្នកឡើយក៏ព្រោះតែលោកអ្នកមិនទាន់បានធ្វើការផ្លាស់ប្ដូរពីការគ្រប់គ្រងតាមបែបបុរាណមកជាការគ្រប់គ្រងតាមប្រព័ន្ធ Digital Easy Room គឺជាកម្មវិធីមួយដែលអាចជួយសម្រួលទៅដល់ម្ចាស់ផ្ទះម្ចាស់អាផាតមិនឬម្ចាស់ខុនដូក្នុងការគ្រប់គ្រងព័ត៌មានថ្លៃស្នាក់នៅបន្ទប់ណាទំនេរឬរវល់កុងទ័រទឹកភ្លើងប៉ុន្មានថ្លៃចំណតយានយន្តសម្រាមជាដើមសូម inbox មកកាន់យើងខ្ញុំដើម្បីទទួលបានព័ត៌មានបន្ថែមដែលឥតគិតថ្លៃ